អ្នកទាំងអស់គ្នាអាចចុចបិទកុំព្យូទ័ររបស់យើងបានឬគ្រាន់តែចុច one click នៅលើ icon មួយនេះអញ្ចឹងដើម្បីបង្កើត icon ដើម្បីបិទកុំព្យូទ័ររបស់យើងបានអ្នកទាំងអស់គ្នាចុចមកកស្ដាំនៅលើ desktop តើមកអ្នកទាំងអស់គ្នាយកពាក្យថា new តើមកយើងយកពាក្យ shortcut ហើយបន្តទៀតអ្នកទាំងអស់គ្នាសរសេរ shutdown .clear .s .clear .t .clear 02 .clear .f តើមកអ្នកទាំងអស់គ្នាចុច next តើមកចុច finish តើមកយើងបាន icon មួយនេះហើយយើងចុចមកខាងស្ដាំនៅលើវាតើមកយើងយកពាក្យ show more option តើមកយើងយកពាក្យ property តើមកយើងចុចនៅលើ change icon តើមកចុច OK តើមកអ្នកទាំងអស់គ្នាជ្រើសរើស icon មួយនេះចុច OK apply OK បន្តមកទៀតយើងចុចមកខាងស្ដាំនៅលើ icon ដែលយើងបានបង្កើត show more option pin to taskbar តើមកអ្នកទាំងអស់គ្នាអាចលុប icon នៅលើ desktop នេះបានបើស្ដាំអូខេតើមកទៀតអ្នកទាំងអស់គ្នាអាចចុច one click ដើម្បីបិទកុំព្យូទ័ររបស់យើងបាន